សូមក្រាបថ្វាយបង្គំប្រធារានុធិរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីព័ត៌មានសំខាន់មួយចំនួនដូចតទៅទី1ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ1នៅលើពិភពលោកក្នុងឆ្នាំ2026នេះបើយោងតាមរបាយការណ៍ស្ទង់មតិនិងចាត់ចំណាត់ថ្នាក់សកលដោយ US News and World Report របាយការណ៍ខាងលើនេះបានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍនិងការការពារបរិស្ថានក្នុងនោះមានការគ្រប់គ្រងបរិស្ថានល្អផ្ដល់ខ្យល់អាកាសល្អការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាពរដ្ឋមន្ត្រីក្រសួងបរិស្ថានអាដាមបណ្ឌិតអៀងសុផល្លែតចាត់ទុកចំណាត់ថ្នាក់នេះថាជាកិត្តិយសសម្រាប់ប្រជាជននិងប្រទេសកម្ពុជាចំពោះភាពជោគជ័យនៃវិស័យបរិស្ថាននិងធនធានធម្មជាតិនៅលើឆាកអន្តរជាតិហើយវាក៏បានឆ្លុះបញ្ចាំងពីការដឹកនាំការពារនិងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តវេនដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលបាននឹងកំពុងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលក្នុងនោះវិស័យការពារបរិស្ថាននិងធនធានធម្មជាតិស្ថិតនៅតែជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាលគួរក៏សម្គាល់ថាថ្នាក់ដឹកនាំកម្ពុជាជានិច្ចកាលតែងតែផ្ដល់ការគ្រប់គ្រងដឹកនាំនិងតម្រង់ទិសក្នុងការជំរុញកិច្ចការពារបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជានិងបង្កើតបានសមិទ្ធផលថ្មីជាច្រើននៅលើវិស័យបរិស្ថាននិងធនធានធម្មជាតិដែលធ្វើឲ្យការងារនេះទទួលបានជោគជ័យជាបន្តបន្ទាប់ជាក់ស្ដែងនៅរាល់ពេលជំនួបសំណេះសំណាលជាមួយមន្ត្រីសមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជំវិញរដ្ឋបាលខេត្តសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីតែងតែរំលឹកឲ្យមន្ត្រីមូលដ្ឋានបន្តថែរក្សាការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានគង់វង្សខណៈដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីតែងតែផ្ដល់អាទិភាពដល់បរិស្ថានធម្មជាតិសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយផាសុកភាពរបាយការណ៍ស្ដីពីការផ្ដល់ចំណាត់ថ្នាក់លេខ1ដល់ប្រទេសកម្ពុជាដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកនេះក៏ជាសារមួយច្បាស់លាស់ចំពោះក្រុមដែលតែងតែយកបញ្ហាបរិស្ថានធម្មជាតិមកធ្វើជារបៀបវិរៈនយោបាយដើម្បីវាយប្រហាររាជរដ្ឋាភិបាលដោយមើលរំលងទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបរិស្ថានធម្មជាតិតាមរយៈការធ្វើឲ្យមានតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្សដែលជាចំណុចសំខាន់មួយនៃគោលនយោបាយដឹកនាំប្រទេសតាំងពីជំនាន់សម្ដេចតេជោហ៊ុនសែនរហូតដល់សម្ដេចធិបតីហ៊ុនម៉ាណែតជាក់ស្ដែងនៅក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក៏មាននិយាយអំពីតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្សបរិស្ថានធម្មជាតិដើម្បីធ្វើឲ្យសង្គមកម្ពុជាក្លាយជាសង្គមមួយដែលប្រជាពលរដ្ឋរស់នៅប្រកបដោយផាសុកភាពទី2អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិឡើងវិញអំពីវិធានការរបស់រាជរដ្ឋាភិបាលដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិដោយ1បន្តបញ្ចុះចំនួន 6.5 សេនដុល្លារក្នុង1លីត្រក្នុងគោលបំណងជួយសម្រួលជីវភាពប្រជាពលរដ្ឋ2បន្តបញ្ចុះ1សេនដុល្លារក្នុង1លីត្របន្ថែមទៀតដោយសារតែថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី$90ក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី$100ក្នុង1បារ៉ែល3បញ្ចុះពន្ធគយដល់$0និង4ផ្អែកតាមសភាពការនិងតម្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតមកដល់$0បញ្ចុះអាករពិសេសលើប្រេងសាំងពី30%
មកនៅត្រឹម 15% និងប្រេងម៉ាស៊ូតពី 4% មក 0% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី 10% មក 4% និងប្រេងម៉ាស៊ូតពី 10% មក 0% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសបាទសរុបចំនួន 6% សម្រាប់ប្រេងសាំងនិង 10% សម្រាប់ប្រេងម៉ាស៊ូតវិធានការទាំងអស់នេះត្រូវបានអនុវត្តជាបន្តបន្ទាប់ចាប់តាំងពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិដែលជាផលវិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដើម្បីជួយបន្ធូរបន្ទុកចំណាយរបស់ប្រជាពលរដ្ឋទី3ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែ Uti Possibilities Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ